ជំរាបសួរបងចាថ្ងៃនេះសូមចេញជាវីដេអូទី2តែថ្ងៃមុនខ្ញុំបានចេញវីដេអូទី1នេះដែលបានជួនដំណើរអ្នកគ្រូនៅបលៀនដើម្បីធ្វើដំណើរទៅប្រទេសថៃថ្ងៃនេះបានធ្វើវីដេអូមកទទួលអ្នកគ្រូវិញម្ដងចង់សួរថាបងណាខ្លះដែលទទួលអារម្មណ៍ដូចខ្ញុំថាអារម្មណ៍លើកទី1ដែលទៅទទួលគេនៅពលានចំណែកខ្ញុំវិញខ្ញុំចង់បកស្រាយប្រាប់បងថាជាលើកដំបូងរបស់ខ្ញុំដែលខ្ញុំទៅទទួលអ្នកគ្រូនៅពលានគឺអារម្មណ៍របស់ខ្ញុំពេលហ្នឹងគឺគេថារំភើបនឹងរំភើបក្រៃលែងហើយរកពាក្យអ្វីថ្លែងមិនត្រូវទេបងហើយនេះគឺរំភើបមែនតែនរំភើបចេញពីចិត្តអារម្មណ៍ដែលយើងទន្ទឹងរង់ចាំហើយពេលនោះស្រាប់តែមកដល់គឺអារម្មណ៍មួយហ្នឹងគឺសប្បាយរីករាយមែនទែនបងខណៈពេលនោះសំបីតែពេលដែលខ្ញុំកាន់កាមេរ៉ាណាគឺឡើងញ័រដៃហ្មងគឺរំភើបខ្លាំងមែនទែនតែម្ដងពេលនេះមកជាមួយសៃពៅក៏គេមកទទួលម៉ាក់ដែរអញ្ចឹងពេលឆ្លៀតឱកាសពេលដែលម៉ាក់មិនតាន់បានចេញមកខាងក្រៅនោះក៏សៃពៅបានដែរគឺសុំលេងទឹកសិនបងសុំលេងទឹកសិនហ្នឹងហើយក៏ទៅគេលេងតាមនឹងសិនទៅហើយក៏ឆ្លៀត selfie បានមកប៉ុសពីរប៉ុសពេលហ្នឹងថតពេលហ្នឹងកូនពៅបាននាំគ្នាថតរូបមួយប៉ុសផងទុកជាអនុស្សាវរីយ៍ពេលទទួលហើយនេះបងនេះដែលចាប់ដើមឃើញមនុស្សដែលយើងរងចាំគាត់ធ្វើដំណើរយ៉ាងសន្សឹមចេញមកតាមទ្វារកញ្ចក់អូយអារម្មណ៍ពេលហ្នឹងបងហើយគឺរំភើបក្រៃលែងតែម្ដងទៅកាន់កាមេរ៉ាក៏និយាយទៅញ័រដៃហ្មងខ្ញុំមិនដឹងថាអ្នកណាខ្លះមានអារម្មណ៍ដូចខ្ញុំអញ្ចឹងទេតែបើខ្ញុំគឺខ្ញុំចង់និយាយថាខ្ញុំរំភើបមែនតែនសប្បាយរីករាយក្រៃលែងតែម្ដងចាគឺជាពិសេសពេលដែលដឹងថាពួកគាត់ត្រឡប់មកមាតុភូមិរបស់យើងហើយទទួលបានសុខសុវត្ថិភាពគឺអារម្មណ៍សប្បាយនឹងសប្បាយត្រេកអរមែនតែនហើយពេលនេះក៏បាននាំពួកគាត់ដើម្បីធ្វើដំណើរទៅជិះឡានដើម្បីវិលត្រឡប់ទៅគេហដ្ឋាននឹងធ្វើដំណើរទៅមានទាំងអីវ៉ាន់មានទាំងវ៉ាលីតែរួមដំណើរមានបងនិងម៉ាក់តាមអ្នកគ្រូហើយក៏ពេលហ្នឹងគឺថាឡានក៏មិនទាន់មកដល់ក៏ឲ្យពួកគាត់អង្គុយរង់ចាំសិនហើយក៏ឆ្លៀតថត selfie បានមកប៉ុសពីរប៉ុសទៀតក៏តែអារម្មណ៍ពេលហ្នឹងនៅតែបន្តការរំភើបនឹងការថតរូបអីក៏គ្មានតែបានស្អាតទេបងហើយព្រោះវារំភើបក្រៃលែងពេកតែម្ដងអារម្មណ៍នៃខ្ញុំទទួលបានគឺរីករាយខ្លាំងមែនតើហើយក៏បានឃើញទស្សនវិជ្ជាថ្ងៃរៀបលិចក៏ថតបានមកប៉ុសពីប៉ុសដែរហើយពេលនេះក៏អ្នកគ្រូក៏បានឡើងលើរថយន្តដើម្បីបន្តដំណើរត្រឡប់ទៅគេហដ្ឋានវិញអមដំណើរជាមួយបងនិងអ្នកម៉ាក់ផងដែរហើយខណៈពេលនោះគឺអស្ចារ្យមែនតើបងគឺមានភ្លៀងប្រោះព្រំមកខ្យល់ឡើងទៅសៀកមកឯអមដំណើរតាមដងផ្លូវចាហ្នឹងហើយក៏វីដេអូនេះក៏មានតែប៉ុណ្ណេះដែរគាត់ថាចង់និយាយពីអារម្មណ៍ថាត្រេកអរនិងរំភើបក្រៃលែងឥតឧបមាចាអរគុណបងដែលបានទស្សនាវីដេអូមួយនេះផងដែរហើយគឺខ្ញុំជួបគ្នានៅវីដេអូក្រោយ